សួស្តីអ្នកនរគ្នាជួបខ្ញុំម្ដងទៀតហើយនេះជាវីដេអូថ្មីដែលខ្ញុំនឹងមកបង្រៀនអ្នកនរគ្នាអំពីការប្រើប្រាស់ command នៅក្នុង CentOS ទីមួយទាក់ទងទៅនឹង command ps វាសូមទៅលើ current active processes ចូលមកដល់ command ទី2ទាក់ទងទៅនឹងការ find all processes id relate ទៅនឹង telnet processes យើងវាយ psនេះចូលទៅដល់ចំណុច usage វាមានជាឥឡូវយើងប្រើ df h ហ្នឹងវាបង្ហាញទៅលើ free space ចង់ដឹងថា space របស់យើងនៅសល់ប្រមាណនេះយើងប្រើអស់ 4G តែ space របស់យើងវាមាន 17G យើងប្រើអស់ 4G.1 និង available សល់ 13យើងប្រើអស់ 25% ចូលទៅដល់ df .i ហ្នឹងបើន័យថាយើងបង្ហាញពី free inode នេះជា inode ដែលយើង free នេះជា inode ដែលយើងបានប្រើប្រាស់ហើយនេះជា inode ដែលមានចំនួនសរុបចូលទៅដល់ f នេះនឹងវាបង្ហាញពី this partition size របស់វាវាមាន size ប៉ុណ្ណាអីប៉ុណ្ណាហើយចូលទៅដល់ command ផ្សេងទៀតដូចជាយើងចង់ដឹងទៅលើ calendar យើងអាចប្រើនេះហើយនឹងជាថ្ងៃ27ខែ2 2026វាបង្ហាញមកហើយយើងក៏អាចសូរទៅលើ CPU information ក៏បានដែរយើងអាចប្រើ command cat graph CPU info សិនទៅនេះវាសូមបង្ហាញតទៅនឹង information របស់ CPU របស់យើងក៏អាចបង្ហាញទៅលើ information របស់ memory របស់យើងដែរជា RAM ខ្ញុំវាយខុសនេះ information របស់ RAM របស់យើងសូមធ្វើការ clear មួយសិនចូលដល់ចំណុចបន្តទៀតយើងក៏អាចប្រើប្រាស់ command tab តទៅនឹងការដឹងពីម៉ោងពីថ្ងៃពីខែពីឆ្នាំគ្រប់ទាំងអស់បាទដែលយើងកំពុងស្ថិតនៅហើយបើប្រើប្រាស់ command up time តទៅនឹង current time របស់យើងហើយបើ uname a នេះវាតទៅនឹងការ show canal របស់យើងបង្ហាញពី canal information ហើយតើខ្ញុំសូមចូលទៅដល់ user មួយ m1 admin user ខ្ញុំចង់បង្ហាញពីព័ត៌មានរបស់ user ហ្នឹង finger m1 admin អាចថាខ្ញុំភ្លេច command នេះសំទោសអញ្ចឹងខ្ញុំសូមដូរទៅចំណុចផ្សេងទៀតតទៅនឹងការយើងចង់ដឹងថា memory តទៅនឹង RAM របស់យើងសល់ប្រមាណយើងអាចប្រើប្រាស់ command free បាននេះជា memory របស់យើងចំនួនសរុប 170,000 170,000 ហើយយើងបានប្រើប្រាស់ 53,000 និងសល់ខ្ទង់ 111,000 ជាងចំពោះវីដេអូរបស់ខ្ញុំជាបន្តទីបញ្ចប់អរគុណអ្នកនរគ្នាសម្រាប់ការតាមដាន